ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញអំពីសញ្ញា X នៅកណ្ដាលបាតដៃដែលគាត់សួរនៅក្នុង comment នេះណាចាសញ្ញា X កណ្ដាលបាតដៃនេះគឺបញ្ជាក់ថាបុគ្គលដែលមានចាទេវតាឬក៏គ្រូកំណើតចាដែលតាមថែរក្សាឬក៏អាចនិយាយមួយម៉ាត់ឲ្យត្រូវឲ្យខ្លីទៅចាមានអ្នកតាមថែរក្សាគុំក្រងជីវិតណាចាមានរឿងអីតែងតែដឹងមុនហើយអ្នកទាំងនោះតែងតែមានខ្សែចាអែបខ្សែជីវិតមួយទៀតគឺខ្សែគុំក្រងខ្សែជីវិតគឺបែបនេះណាចាសម្រាប់អ្នកដែលមិនដឹងឥទ្ធិពលនៃសញ្ញា X នេះចាគឺមិនបញ្ហាទេចាតែជាទូទៅចាគឺសម្រាប់អ្នកដែលដឹងគាត់តែងតែប្រមាថចាគាត់ដឹងថាសញ្ញាហ្នឹងគឺសញ្ញាមានអ្នកតាមថែរក្សាប៉ុន្តែគាត់ថាសញ្ញាហ្នឹងគឺធ្វើឲ្យគាត់ពិបាកវេទនាចាឈឺមិនងាយស្លាប់អីជាដើមចាឬក៏និយាយរួមគឺធ្វើឲ្យគាត់ពិបាកជាធម្មតាទេអ្នកដែលមានអ្នកតាមថែរក្សាជាធម្មតាគឺជីវិតរបស់គាត់ពីក្មេងតែងតែលំបាកហើយមកដល់វ័យចំណាស់បន្តិចតែងតែសនុកសុខស្រួលណាទូទៅគឺបែបហ្នឹងចាដោយសារតែជីវិតយើងលំបាកយើងឧស្សាហ៍មានជំងឺច្រើនទើបគេមកថែរក្សាណាតែបើតាមចាសំណួរដែលគាត់សួរចាគាត់ថាគេធ្លាប់ប្រកាន់ខឹងនឹងគាត់ចាហើយឲ្យទិដ្ឋាផលបុណ្យឲ្យគេមិនទទួលទៀតណាចាសម្រាប់អ្នកតាមថែរក្សាជាទូទៅលោកប្រៀបដូចជាអ្នកទេវតាឬទាំងថ្នាក់ខ្ពស់ឬក៏ថ្នាក់ទាបចាគឺលោកសិតតែអ្នកដែលកាន់សិលទាំងអស់អ្នកដែលមកតាមថែរក្សាយើងហ្នឹងណាចាក្នុងទម្រង់ណាមួយក៏ដោយគឺលោកសិតតែកាន់សិលទាំងអស់អញ្ចឹងជាទូទៅលោកមិនប្រកាន់ខឹងចានឹងម្ចាស់គេហៅថាម្ចាស់សម័យខ្លួនដែលលោកតាមថែរក្សាមិនខឹងផ្ដាច់ការទេឲ្យតែយើងចាក់សាទិបុណ្យឲ្យកម្មាទោសបើសិនជាយើងធ្វើបែបហ្នឹងហើយចានៅតែផ្ដល់សញ្ញាមួយឲ្យយើងដឹងថាខឹងចាអាហ្នឹងមិនមែនជាចាអ្នកតាមថែរក្សាទេវាជាម្ចាស់កម្មពៀវិញណាម្ចាស់កម្មពៀនេះបានន័យថាមនុស្សដែលយើងធ្លាប់ធ្វើពៀជាមួយគេអាចក្នុងករណីមានតាំងពីអតីតឬក៏បច្ចុប្បន្ននេះដែលយើងមិនដឹងខ្លួនចាក៏មានដែរណាចាអាហ្នឹងគឺតតែយើងអាសាឧទ្ទិសកុសលផលបុណ្យឲ្យគេព្រោះពួកគេហៅថាចាត់ទុកជាម្ចាស់កម្មពៀនេះគឺទម្រង់ជាមនុស្សណាចាអញ្ចឹងអាសាឧទ្ទិសកុសលផលបុណ្យឲ្យគេអាហ្នឹងគឺយើងអាចដឹងថាឧទ្ទិសកុសលពេលណាបានចាគេស្ងប់ចិត្តឬក៏មានការបដិឆេទច្បាស់លាស់អានេះគឺអាស្រ័យទៅលើចិត្តរបស់គេទទួលយកកុសលផលបុណ្យយើងនឹងឬអត់បើមិនគេទទួលចាហ្នឹងបានន័យថាគេលាលែងតែការចងពីហើយណាប៉ុន្តែវិធីគឺមានតែការឧទ្ទិសកុសលផលបុណ្យនឹងឯងអញ្ចឹងចាដូចពាក្យចាស់ថាអញ្ចឹងចាទឹកស្រក់តក់លែងអីនឹងសឹកថ្មអញ្ចឹងអាហ្នឹងដូចគ្នាចាយើងអាសាឧទ្ទិសកុសលផលបុណ្យទៅចាគឺមិនអាសាបងទេគឺនឹងគេនឹងទទួលរត់ថាយូរនឹងឆាប់អញ្ចឹងណាចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកបញ្ជាក់ចាប្រាប់អំពីចាជំងឺនីមួយៗនៅលើបាតដៃចាដែលអាចចំណាំបានណាតែជាដំបូងយើងមើលខ្សែជីវិតរបស់គាត់នេះណាចាខ្សែជីវិតរបស់គាត់គឺចាមានកោះចាហើយក៏មានចាអុចចារុនច្រើនណាចាហើយបែកសម្បកខ្មៅទៀតផងអញ្ចឹងបង្ហាញថាសុខភាពគាត់មិនល្អណាចាហើយមើលទៅលើខ្សែខួរក្បាលរបស់គាត់ចាគឺចាអត់ល្អដូចគ្នាចាមានកោះច្រើនចាខ្សែបេះដូងក៏រឹតតែមានកោះច្រើនទៅទៀតណាចាខ្សែចិត្តដែលសម្បូរកោះច្រើនបែបនេះចាគឺខ្សែចិត្តដែលមិនគេហៅថាចិត្តធ្ងន់នោះទេណាច្រើនតែមានរឿងប៉ះទាំងតិចអីចាទទួលយកមិនបានណាក៏ជាខ្សែចិត្តចាដែលទទួលរងការខកបំណងខកចិត្តរឿងស្នេហាហ្នឹងក៏ច្រើនដែរណាចាអញ្ចឹងចាសម្រាប់ចាខ្សែជោគជតាទាំង3នេះខ្ញុំធ្លាប់និយាយហើយចាខ្សែជីវិតខ្សែគូក្បាលនិងខ្សែបេះដូងនេះគឺសំខាន់ណាស់ចាបើសិនជាខ្សែក្រងសាំងទាំង3ហ្នឹងចាគឺមិនល្អចាគឺមិនស្អាតទេចាទោះបីជាមានខ្សែជំនួយចាថាមានចាផ្ទះបុណ្យចាមានខ្សែបុណ្យណាដែលជួយឲ្យចាល្អកើតជាអ្នកមានយ៉ាងណាក៏ដោយក៏ចាមិនល្អដូចគ្នាព្រោះថាមនុស្សយើងសំខាន់គឺសុខភាពណាតែសម្រាប់ម្ចាស់បាតដៃនេះចាគឺគាត់កើតនៅក្នុងខែ10ចាបើតាមចាខែកើតរបស់គាត់ចាហើយជាមួយនឹងចាខ្សែក្រងទាំង3របស់គាត់ហ្នឹងគឺបង្ហាញចាជំងឺនៅលើបាតដៃរបស់គាត់តែម្ដងចាអាចគាត់សម្គាល់មើលបានអ្នកដែលកើតចាម្ដុំខែ10ថ្ងៃទី20ជាងហើយមានខ្សែជីវិតចាសម្បូរកោះស្តៀងនេះចាឲ្យប្រយ័ត្នទី1ចាតកតងទៅនឹងចាតកតងនឹងឆ្អឹងណាចាអាចនឹងឈឺខ្នងឈឺចង្កេះចាអាចនឹងតកតងទៅនឹងរូបឆ្អឹងចាតកតងនឹងក្រលៀនអីជាដើមចាហើយបរិវេណក្រលៀនហ្នឹងចាបើជាមនុស្សស្រីតកតងនឹងស្បូនអីជាដើមណាហើយជាទូទៅចាអ្នកដែលកើតខែហ្នឹងចានៅអំឡុងថ្ងៃចាទី20ជាងហ្នឹងចាភាគច្រើនចាគឺគាត់ច្រើនតែកង្វះនៃកម្លាំងចាមិនសូវមានកម្លាំងទេចាដោយសារខ្សែជីវិតមិនល្អដូចខ្ញុំនិយាយអញ្ចឹងមិនសូវមានកម្លាំងកំហែងចាហើយឆាប់នឹងធ្លាក់បាក់ទឹកចិត្តផងដែរណាចា